ក្រុមហ៊ុនហ្គេមអនឡាញជួបរបស់ពិតតាក់ទងអ្នកណាមិនតាក់ទងមកតាក់ទងកញ្ញាសុកស៊ីឡាលីនឲ្យជួយផ្សាយបែបផ្លិចគិតថាជាមន្ត្រីនគរបាលថ្មីនេះបញ្ហាហ្គេមអនឡាញបានក្លាយជាប្រធានបទមួយដែលសាធារណជនលើកយកមកជជែកវែកញែកជាពិសេសទៀតនោះគឺមានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋនិងអ្នកគាំទ្រទៅកាន់តារាឬបុគ្គលមានឥទ្ធិពលក្នុងសង្គមឲ្យឈប់ប្រម៉ូទនិងផ្សព្វផ្សាយពីល្បែងអនឡាញនេះព្រោះមានមនុស្សច្រើនណាស់ដែលអាចបាត់បង់ជីវិតបែកបាក់គ្រួសារដោយសារតែល្បែងយ៉ាងណាមិញអ្វីដែលគួរឲ្យអស់សំណើចនិងហួសចិត្តផងនោះគឺនៅពេលដែលក្រុមហ៊ុនហ្គេមអនឡាញបានតាក់ទងទៅកញ្ញាសុកស៊ីឡាលីនឲ្យជួយផ្សាយដោយភ្លេចគិតឬមិនបានដឹងពីសាវតាថាអ្នកចម្រៀងរូបនេះមានតួនាទីជាមន្ត្រីនគរបាលថ្មីនេះតារាចម្រៀងក្នុងផលិតកម្មហង្សមាសគឺកញ្ញាសុកស៊ីឡាលីនបានចេញមកទម្លាយរឿងដ៏គួរឲ្យហួសចិត្តមួយដែលខ្លួនបានជួបប្រទះដោយសារតែមានក្រុមហ៊ុនហ្គេមអនឡាញមួយបានតាក់ទងចង់ឲ្យកញ្ញាធ្វើជា BA ឲ្យក្រុមហ៊ុនហ្គេមរបស់ខ្លួនប៉ុន្តែត្រូវបានកញ្ញាឆ្លើយតបបដិសេធមន្ត្រីនគរបាលដែលត្រូវបានអ្នកល្បែងស៊ីសងអនឡាញតាក់ទងបាននិយាយបែបលេងសើចថាប្រហែលជាអ្នកតាក់ទងភ្លេចថាកញ្ញាគឺជាមន្ត្រីនគរបាលខាងក្រោមនេះជាអ្វីដែលកញ្ញាសុកស៊ីឡាលីនបានចែករំលែកនៅលើ Facebook Page របស់កញ្ញាwhen the ក្រុមហ៊ុនគេថាយើងជាតារាចម្រៀងគេចាប់អារម្មណ៍ស្នើសុំធ្វើ BA game online me saying for interested in me but anyway អូនណាបងជាប៉ូលីសណាអូនធម្មតាបងអត់ទទួលប្រមូលល្បែងស្រាប់ហើយតែម្យ៉ាងទៀតអូនភ្លេចតែដឹងថាបងជាមន្ត្រីនគរបាលយីរឿងយូរហើយតែនឹកឃើញចង់សើចល្បែងតែវិនិច្ឆ័យណាបងប្អូនការលើកឡើងប្រកបដោយឧត្តមគតិរបស់កញ្ញាសុកស៊ីឡាលីនធ្វើឲ្យ fan ដែលជាអ្នកគាំទ្ររបស់កញ្ញាមានការកោតសរសើរចំពោះកញ្ញាជាខ្លាំងខណៈដែលគេសម្លឹងឃើញថាបច្ចុប្បន្ននេះមានអ្នកមានមុខមាត់និងជាតារាដែលមានអ្នកគាំទ្រច្រើនមិនបានគិតគូរខ្វល់ខ្វាយពីបញ្ហាដែលកំពុងកើតមាននៅក្នុងសង្គមនេះដោយគិតតែពីផ្សាយដើម្បីតែប្រយោជន៍ខ្លួននិងក្រុមខ្លួនមួយក្តាប់តូចតែវាធ្វើឲ្យប៉ះពាល់ធំធេងពិសេសគឺសង្គមជាតិតែម្ដងសង្ឃឹមថាគំរូល្អរបស់កញ្ញាសុកស៊ីឡាលីនក៏ដូចជាអ្នកសិល្បៈផ្សេងទៀតដែលបានចេញមកប្រកាសដាច់អហង្ការមិនផ្សព្វផ្សាយល្បែងនិងជួយទប់ស្កាត់អត្រាដែលឆ្លក់ងប់ងល់នៅល្បែងស៊ីសងបានខ្លះក៏ដូចជាចូលរួមកាត់បន្ថយទង្វើអសកម្មមួយចំនួននៅក្នុងសង្គមជាតិផងដែរ